បាទសួស្តីបងប្អូនថ្ងៃនេះKA Trading នឹងធ្វើវីដេអូទាក់ទងនឹងការចូលទីផ្សារfuture នៅក្នុង Bitget ហើយបងប្អូនមួយចំនួនក៏ថាចង់លេង sport តែសម្រាប់ admin គេថា sport និង future វាដូចតែគ្នាទេបើសិនបើយើងទិញកាក់រយៈពេលយូរគឺវាខាតដូចតែគ្នាដែរនឹងទិញ5000ឬក៏ទិញ1000អីបានយើងដាញ់ចំណេញបើយើងទិញ100 200គឺយើងអត់ដឹងចំណេញទេដោយសារ sport ហ្នឹងគឺយើងមានប្រមាណទិញប៉ុណ្ណឹងអញ្ចឹងណាបើសិនតែ future វាស្រួលថាបើវាខាតតែ100ទេបើយើងមានដើម100ណាមាន10រៀលក៏លេងបានដែរអញ្ចឹងឧទាហរណ៍តែបងប្អូនចូល trade sport future វាស្រួលកាយទៀតណាបងប្អូនឧទាហរណ៍ទៅកាក់នេះអញ្ចឹងកាក់សិតសិចនេះអញ្ចឹងកាក់សិចនេះគឺតម្លៃវាប្រហែលថ្ងៃនេះវាឡើងដោយសារព័ត៌មានតាក់ទងនឹងការគេបង្កើត new wallet ណាបងប្អូនបាទ new wallet ហ្នឹងគឺគេទិញកាក់នឹងហូលប្រហែល12លានដុល្លារនេះឡើងដល់760អញ្ចឹង admin ចង់គិតថាកាក់នឹងឡើងទៅទៀតហើយអញ្ចឹង admin ចង់ឡងអញ្ចឹងលុយ admin តែមាន10រៀលជាងទេអញ្ចឹងណាអញ្ចឹងបើសិនបើយើងយក14រៀលនេះ14រៀលនេះយើងយកទៅទិញនៅក្នុង sport អត់បានទេបងប្អូនណាគឺវាអត់ចំណេញដែរអញ្ចឹង admin ចង់ចូលឡងដាក់ margin ចំនួន4ដុល្លារ4ដុល្លារនេះយើងចុចកន្លែងនេះណាឧទាហរណ៍យើងចូល4ដុល្លារបញ្ចូលរួចហើយ4ដុល្លារហ្នឹងវាកាត់ margin នេះ 0.05 អញ្ចឹងណាអញ្ចឹងនៅសល់តែ3ដុល្លារ98ទេអញ្ចឹងឧទាហរណ៍អញ្ចឹងណាតែយើងដាក់គុណនឹង 75x អញ្ចឹងណាបងប្អូនគុណនឹង 75x អញ្ចឹងនៅពេលដែលយើងចូលរួចហើយយើងត្រូវទៅដាក់ SL អញ្ចឹងណាដូច admin ដាក់ SL តម្លៃ600បើសិនបើកាក់នឹងឡើងដល់600គឺវាដាច់ TP កាត់ចំណេញអញ្ចឹងណាអញ្ចឹងយើងបាន45ដុល្លារអញ្ចឹង SL យើងដាក់500បើសិនបើចុះ500យើងខាតតែ9ដុល្លារទេលុយ14យើងខាត់9អញ្ចឹងយើងចុច confirm មកហើយរបៀបចូលនៅក្នុង future នេះគឺស្រួលបងប្អូនយើងអាចសេរី x ក៏បានដែរអញ្ចឹងណាឧទាហរណ៍ថាបងប្អូនចង់លេងកាក់ផ្សេងក៏បាន XOP អញ្ចឹងឬក៏កាក់នេះអញ្ចឹងបងប្អូនចង់សតកាក់ unit swap អញ្ចឹងកាក់ unit swap នេះវាកំពុងឡើង30%ហ្នឹង admin ចង់លេងខ្លីៗចង់ចូលទៀតក៏បានដែរអញ្ចឹងណាតែ admin អត់ចូលទេហើយសម្រាប់បងប្អូនណាដែលថ្មីបងប្អូនគួរតែបើកច្រើន account ដូចជា Albank Bitget អញ្ចឹងណាបើយើងជាប់ហើយយើងកុំព្យាយាមចូលទៀតទៅចូលមកទៀតវានឹងរីក margin ឡើងនេះហើយអញ្ចឹងណាបាទអញ្ចឹងយើងកុំចូលទៀតហើយសម្រាប់បងប្អូនណាដែលចង់ចេះចង់មើលកាក់អីគឺយើងមានគ្រប់ជំនួយអញ្ចឹងណាហ្នឹងហើយយើងមាន signal បោះឲ្យបងប្អូនដែរអញ្ចឹងណាហើយបងប្អូនអាច inbox មក page ឬក៏តាម Telegram របស់ admin មកហ្នឹងហើយសម្រាប់កាក់ថ្មីនេះបងប្អូនជៀសវាងបានជៀសទៅយើងកុំលេងគឺវាឡើងចុះខ្លាំងហើយ VC equality VC margin យើងច្រើនដែរអញ្ចឹងណាហើយយើងអត់ដឹងទេបងប្អូនគួរតែលេងកាក់ចាស់ដូចជា BTC Ethereum ហើយនឹងកាក់ដកADA XRP អីល្អអញ្ចឹងណាបងប្អូននេះឥឡូវចំណេញបាន58សេនហើយឃើញទេលុយយើងទៅ14ដុល្លារបើយើងទិញ sport រាប់ឆ្នាំមកត្រឹមបាន1រៀលហើយពេលដែលវាចុះគឺយើងបាក់កាយយើងចង់លក់វិញខាតដូចតែគ្នាហ្នឹងអញ្ចឹងយើងព្យាយាមលេងបន្តិចស្បី admin ក៏លេងទូចដែរបងប្អូនលេងត្រឹមmargin ត្រឹម20ដុល្លារអីទេអញ្ចឹងណាអត់ដូចគេអ្នកធំអ្នកខ្លះអានេះបាត់ប្រសោតខ្ញុំផ្ទាល់គឺកុំលោភលន់យើងលេងតិចបានបើយើងចូលmargin អ្នកខ្លះថា2000 5000ដុល្លារអីអានោះដូចយើងកមន់អញ្ចឹងណាចំណេញខ្លាំងខាតក៏ខាតខ្លាំងដែរអញ្ចឹងណាយើងឯងនេះលេងយើងលេងសំលុយទេអញ្ចឹងណាហើយបើសិនបើយើងចូលប៉ុណ្ណេះនៅពេលវាចុះទៀតយើងអាចចូលបានទៀតឬក៏ចូល account ផ្សេងទៅពេលវាឡើងចំណេញហ្មងអញ្ចឹងណាហ្នឹងហើយអញ្ចឹងអរគុណ